ការបែកបាក់ផ្ទៃក្នុងក្រុងជួរថ្នាក់ដឹកនាំជាន់ខ្ពស់តាលីបង់ BBC បាក់កាលកយពីការប៉ះទង្គិចមតិគ្នាដែលនៅពីក្រោយការកាត់ផ្តាច់អ៊ីនធឺណិតយោងតាមការចុះផ្សាយរបស់ BBC និងប្រភពព័ត៌មានអន្តរជាតិផ្សេងទៀតគិតត្រឹមចុងឆ្នាំ2025និងដើមឆ្នាំ2026មានចំណុចសំខាន់ៗដូចខាងក្រោមការកាត់ផ្តាច់អ៊ីនធឺណិតទូទាំងប្រទេសដែលរដ្ឋាភិបាលតាលីបង់បានសម្រេចបិទប្រព័ន្ធអ៊ីនធឺណិតនិងបណ្ដាញទូរស័ព្ទក្នុងប្រទេសអាហ្វហ្គានីស្ថានដោយលើកហេតុផលថាដើម្បីទប់ស្កាត់សកម្មភាពអសីលធម៌ដូចជាការមើលរូបភាពអាភាសចំណែកការបែកបាក់ផ្ទៃក្នុងវិញតាមរបាយការណ៍បានបង្ហាញថាការសម្រេចចិត្តនេះបានបង្កឲ្យមានការខ្វែងគំនុតគ្នាយ៉ាងខ្លាំងរវាងថ្នាក់ដឹកនាំតាលីបង់មេដឹកនាំកម្ពុជាលោក Hibatullah Akhundzada ត្រូវបានគេរាយការណ៍ថាជាអ្នកបញ្ជាឲ្យបិទទោះបីជាមានការប្រុងប្រយ័ត្នពីមន្ត្រីតាលីបង់ដទៃទៀតអំពីផលប៉ះពាល់អាក្រក់ដល់សេដ្ឋកិច្ចនិងសេវាធនាគារក៏ដោយសម្រាប់ផលប៉ះពាល់នេះការបិទអ៊ីនធឺណិតនេះបានធ្វើឲ្យអាហ្វហ្គានីស្ថានស្ថិតក្នុងភាពងងឹតសូន្យឈឹងខាងព័ត៌មានដោយប៉ះពាល់ដល់ការអប់រំតាមអនឡាញដែលជាក្តីសង្ឃឹមចុងក្រោយសម្រាប់ស្ត្រីសេវាអាកាសចរណ៍និងការផ្ដល់ជំនួយមនុស្សធម៌ផែនការដំណាក់កាលទី2សម្រាប់តំបន់ហ្គាហ្សាសហរដ្ឋអាមេរិកនឹងពិភាក្សាអំពីការរំសាយអាវុធរបស់ក្រុមហាម៉ាស់និងការដកទ័ពរបស់អ៊ីស្រាអែលបច្ចុប្បន្នភាពព័ត៌មានថ្ងៃទី15ខែមករាឆ្នាំ2026យោងតាមការប្រកាសផ្លូវការរបស់លោក Steve Witkoff ប្រធានសិទ្ធិពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី14ខែមករាឆ្នាំ2026ផែនការសន្តិភាព20ជំនួតសម្រាប់តំបន់ហ្គាហ្សាបានឈានចូលដល់ដំណាក់កាលទី2ហើយចំណុចសំខាន់ៗនៃដំណាក់កាលនេះរួមមានការបង្កើតរដ្ឋបាលបណ្ដោះអាសន្នដែលបានបង្កើតគណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្គាហ្សា NCAG ដែលមានសមាជិក15រូបជាអ្នកជំនាញការមិនមែនអ្នកនយោបាយដើម្បីគ្រប់គ្រងជីវភាពប្រចាំថ្ងៃនិងសេវាសាធារណៈនៅហ្គាហ្សាគណៈកម្មាធិការនេះដឹកនាំដោយលោក Ali Abdel Hamid Saad ការរំសាយអាវុធដែលសហរដ្ឋអាមេរិកកំពុងជំរុញឲ្យមានការរំសាយអាវុធពីបុគ្គលដែលគ្មានសិទ្ធិកាន់កាប់ដែលសំដៅសំខាន់លើក្រុមហាម៉ាស់ផែនការនេះអាចរួមមានការប្រមូលអាវុធធ្ងន់ៗនិងកម្មវិធីទិញអាវុធស្រាលមកវិញការដកទ័ពអ៊ីស្រាអែលបន្ថែមទៀតចេញពីតំបន់ហ្គាហ្សានឹងត្រូវធ្វើឡើងស្របពេលជាមួយគ្នាជាមួយនឹងវឌ្ឍនការរបស់ការរំសាយអាវុធគោលដៅចុងក្រោយគឺឲ្យអ៊ីស្រាអែលដកទ័ពចេញទាំងស្រុងលើកលែងតែតំបន់ទ្រនាប់ការពារតិចតួចប៉ុណ្ណោះទោះបីជាមានការប្រកាសនេះក៏ដោយក៏នៅតែមានមន្ទិលសង្ស័យថាតើក្រុមហាម៉ាស់នឹងយល់ព្រមដាក់អាវុធទាំងស្រុងតាមការទាមទាររបស់អ៊ីស្រាអែលនិងអាមេរិកដែរឬទេដរាបណាមិនទាន់មានការបង្កើតរដ្ឋប៉ាឡេស្ទីនច្បាស់លាស់នោះទេ